តោះគ្នាយើងឡើងខ្ញុំចូលតេតើនឹងការគូសសអញ្ចឹងជើងតាំងរបស់យើងចប់សពគ្រប់ហើយអញ្ចឹងយើងនឹងចូលការគូសសអញ្ចឹងសស start ដំបូងរបស់ខ្ញុំ start ពីក្រោយមកដូចគ្នាចាស់សម្រាប់កែងនេះមួយចាស់បាទអញ្ចឹងដើម្បីគូសសនឹងបានគឺទៀបសោតយើងត្រូវមាន3 view ដូចនេះដែរដើម្បីស្រួលក្នុងការគូសហើយស្រួលក្នុងការមើលអញ្ចឹងណាអញ្ចឹង view ទី1គឺ 3D view ទី2គឺយើង view នៅទីនេះយើងអាច view top cap ក៏បានយើងអាច view ground floor ក៏បានដែរអញ្ចឹងឥឡូវខ្ញុំ view ground floor ចុះបាទនេះតសកែងណាមិញនេះកែងនេះមួយនេះអញ្ចឹងណាបាទអញ្ចឹងនៅក្នុងហ្នឹងខ្ញុំមានប៉ុណ្ណឹងខ្ញុំហាយអានេះចោលទៅរបស់ណាដែលមិនចាំបាច់ពាក់ព័ន្ធជាមួយទៅសខ្ញុំហាយចោលសិនអញ្ចឹងបាទហើយដល់ពេលប្លង់ទៅសខ្ញុំនេះអានេះតាក់ទងទៅនឹង slab អញ្ចឹង slab ហ្នឹងខ្ញុំមកចុចលើវាមកស្ដាមរាយខ្លីឲ្យហាយវាចោលសិនក៏បានដែរខ្ញុំទុកទៅសនេះមួយទេអញ្ចឹងណានេះសសហ្នឹងអញ្ចឹងយើងមាន 3D សកែងនេះយកសទឿឡើងនេះខ្ញុំចុច BX ទៅ view ទៅសហ្នឹងមួយទេអញ្ចឹងណាបាទ view ទៅសហ្នឹងមួយទៅបានហើយអញ្ចឹងណាហើយខ្ញុំសូអានេះត្រឹមនេះចាស់បាទដើម្បីឲ្យឃើញតសហ្នឹងវាចាក់ចូលក្នុងជើងតាំងអញ្ចឹងវាមានជើងតាំងមានតសអញ្ចឹងណាមានជើងតាំងមានតសឥឡូវ 3D ខ្ញុំ 3D ខ្ញុំមានប៉ុណ្ណេះហើយមើលពីលើមានប៉ុណ្ណេះបាទហើយតមកមុនហ្នឹងខ្ញុំមានឃើញមានប្លង់ពុះកន្លែងតសហ្នឹងមួយដែរអញ្ចឹងខ្ញុំចុចអានេះខ្ញុំសូអានេះវិញអានេះខ្ញុំអានហាយវិញមកបាទហើយក្រៅពីហ្នឹងខ្ញុំហាយដដែលមកយ៉ាមិញអានហាយទៅអានហាយនេះមើលអានេះហាយអានេះអានហាយអានេះហាយអានេះអានហាយអានហាយបាទកាត់ត្រឡប់អូខេបាទអញ្ចឹងយើងបាន view section នេះត្រង់សសហ្នឹងខ្ញុំដបคลิกលើហ្នឹងទៅខ្ញុំយកមកដល់នេះហើយឈ្មោះវាអាហ្នឹងតាមពិតយើងកាត់ដើម្បីធ្វើ pipe cap យូរហើយអញ្ចឹងណាប៉ុន្តែឥឡូវយើងយកមកជាមួយសសទៀតក៏បានដែរអញ្ចឹងយើងបានប៉ុណ្ណេះបាទយើងយកប៉ុណ្ណេះមកយើងរៀបចំវាបន្តិចទៅឲ្យវារៀងស្អាតបាទមួយសម្រាប់សសមួយសម្រាប់ផៃខេបអញ្ចឹងទៅដោយសារវានៅជួរជាមួយគ្នាអញ្ចឹងណាអូខេបានប៉ុណ្ណេះហើយអ្វីដែលខ្ញុំចង់បានមួយទៀតនោះគឺ section ផតសដើម្បីឃើញថាដែកហ្នឹងវារត់មិនអញ្ចឹងបើយើងមើលពីលើក៏មិនងាយឃើញដែរតើដែកហ្នឹងដុសចេញផតសបានឃើញអញ្ចឹងណាអញ្ចឹងដើម្បីបានអាហ្នឹងហើយសសហ្នឹងទៀបសោតតាមពិតសសវាមាន L4 មានអីចឹងដើម្បីមានដៃកងយើងដៃកងវល់ណាតែដោយសារសសទឿរបស់យើងនេះវាខ្លីដែរទេអញ្ចឹងខ្ញុំដៃកងខ្ញុំដាក់តែមួយប្រភេទទេគឺញឹកយកតែម្ដងអញ្ចឹងណាអញ្ចឹងខ្ញុំ section ខ្ញុំយកតែមួយទេខ្ញុំយកអានេះមកកាត់ឡើងនេះដើម្បីឃើញ section ដល់ពេលយើងកាត់ទៅអានេះវាស្គាល់ទេទឹកនេះឃើញវាស្គាល់ទៅលើក្រោមអញ្ចឹងណាអញ្ចឹងវិធីសាស្ត្រយើងធ្វើម៉េចយើងចុច shift ក៏អត់មកចុច tab ក៏អត់មកចុច space ក៏អត់មកចុច tab ក៏អត់មកដែរអញ្ចឹងវិធីសាស្ត្រយើងកាត់ចោលសិនអញ្ចឹងទៅហើយយើងសេរីសរងមកល្មមយកបានអញ្ចឹងទៅហើយមក rotate នេះយ៉ានេះ rotate វាមកនេះយកពីហ្នឹងមក90 degree វាលេខ90បាទអញ្ចឹងយើងបានsection នេះប៉ុន្តែយើងអានេះយកទៅយើងលុបចោលវិញទៅយើងយកតែអានេះមួយទេអញ្ចឹងណាហើយទាញវាមកទាញឲ្យផុតសសហ្នឹងមកអញ្ចឹងណាបាទទាញមកល្មមមកយើងកាត់ត្រឹមណាឥឡូវខ្ញុំឧទាហរណ៍អានេះសំខាន់អានេះទៀតណាក្របរបស់វានេះទៅទាញមក
lấy nhau mà ưu thôi nhau mà nhưng tiền việc cắt nơi thằng cào đi cho nhưng cắt cho bắt á rồi giờ đó là làm đi cho bà chẳng năng chia section hoặc là sau chẳng á vì mình chia section hoặc là ấy thế ok chắc dương mơ năng chung mấy kỳ nhưng mà mơ nè chung với section pp nè cọp chỉ năng ai bạn ấy chung với viết pay và pay cap chắc là cọp chia section hoặc là sau rồi chẳng cái lời viết right click máu rename viết đại cái đã section bay bay họ vẽ bay bay hay bạn cùng chọn nó đã C bà Cประมาณอันนั้นCประมาณ C មួយប៉ុន្តែវាលើ crit អីយើងទៅមើលអានេះវិញលើ crit អីគេដើម្បីដាក់ទៅចំ 1h អញ្ចឹងណាអញ្ចឹងកន្លែងហ្នឹង rename មកដាក់ crit C 1h អញ្ចឹងទៅណា C ហ្នឹងមកពាក្យ column យល់ទេហើយ1ហ្នឹងអាហើយ h ហ្នឹងក៏អាដែរ crit បាទអញ្ចឹងអានេះលែងសំខាន់ណាអានេះលែងត្រូវការខ្វែងវាចោលទៅឲ្យវាឆ្អៀតយកតែអានេះហើយនឹងអានេះ section នេះអញ្ចឹងអ្នកគ្នាអាចចុចលើហ្នឹង mouse ស្ដាំយកពាក្យ go to view go to view នេះបាទអញ្ចឹងខ្ញុំបានណានេះសរសយើងកាត់មិញនេះឃើញទេអញ្ចឹងយើងកាត់មិញយក 1h អញ្ចឹងអានេះយើងអត់យកទេអក្សរនេះក៏យើងរហូតដល់ 1h នេះត្រូវទេណា 1h ត្រូវទេពេលសចំគេនេះអញ្ចឹងយើង view មក view ធ្វើម៉េចឲ្យវាគីកមកបាទហើយអានេះយើងមកស្ដាំលើវាហាយចោលទៅអញ្ចឹងណាអានេះទាញវាគីកតិចមកបាទកុំឲ្យវាឃើញអាក់ច្រើនពេកចុចលើវាដោះថិចអានេះមួយទៅអានេះដោះថិចអានេះមួយទុកតែមួយឲ្យចេះទៅបាទអញ្ចឹងណាអាស្រ័យលើការឆ្នៃប្រឌិតរបស់យើងទេអញ្ចឹងយើងបាន3ប្លង់ទី1ប្លង់ section ទី2ប្លង់មើលពីចំហៀងហើយអានេះយើងយកបានហើយយើងហាយវាចោលទៅទុកទៅអីវាទៅដៃទៅជើងដដែលអញ្ចឹងណាតែអានេះទាញវាឲ្យវាល្មមមកអូខេអញ្ចឹងយើងមានទី1គឺ 3D ទី2គឺប្លង់ពុះតាម picture ទី3គឺពុះដេកដើម្បីមើល section អូខេអញ្ចឹងយើងរៀបចំបាន3ប្លង់ហ្នឹងយើង cell មួយយើងវាយពាក្យ WT ទៅដើម្បីឲ្យវាសូរដើម្បីស្រួលមើលអានេះ 3D អានេះ section អានេះ section ដែរតែ picture ដេកអញ្ចឹងយើងទាញអានេះមកនេះតិចមកព្រោះអី 3D អញ្ចឹងយើងមិនចាំបាច់ប្រហែលដែរហ្នឹងអញ្ចឹងណាអូខេឥឡូវខ្ញុំមានប្លង់ section 3 1 2 3បាទប្លង់យើងមាន3មាន section 2មាន 3D 1យើងបានប៉ុណ្ណឹងមកយើងធ្វើមិនទៀតយើងចាប់ដើមដាក់ cover បាទអញ្ចឹងយើងចាប់ដើមរៀបចំដាក់ cover សសរហើយអញ្ចឹងជាធម្មតាសសរក្នុងដី cover គេយកបានហេតុក្នុងដីអញ្ចឹងណាបាទអញ្ចឹងយើងទៅមើលមេរៀនដែលយើងរៀនរួចហើយអញ្ចឹងដោយសារសសរហ្នឹងខ្ញុំយកវាទូចទេវាតែសសរទំហំ20ក៏នឹង20ទេអញ្ចឹងកាលណាយក cover ធំពេកសាច់ដាច់ផងក៏សតិចដែរអញ្ចឹងណាអញ្ចឹងតាមពិតអាហ្នឹងវាត្រូវ25អីបន្សំអញ្ចឹងឬក៏3ទឹកអី3ទឹកអីចឹងទៅឥឡូវយើងជ្រុលហើយអញ្ចឹងខ្ញុំយកប៉ុណ្ណឹងមកប្រើខ្ញុំយកប៉ុណ្ណឹងមកប្រើអញ្ចឹងខ្ញុំសន្មត់យក cover 40ដូចធម្មតាទៅវាលើអីចឹងទៅដូចគ្នាចុះព្រោះកុំឲ្យយើងញ៉ៃច្រើនអញ្ចឹងខ្ញុំចូលស្រាក់ឈើចូល cover ហើយយក element នេះហើយខ្ញុំចុចលើសសររបស់ខ្ញុំបឿកហើយក៏មកខ្ញុំយកមក cover 40បាទ enter ផ្ដាច់មកបាទហើយចឹងអាហ្នឹង cover 40ហ្នឹងអត់មានពាក់ព័ន្ធមួយអីទេយល់ទេអត់មានត្រូវមានអាណា100អាណា50អាណា40គឺដូចគ្នាទាំងអស់អញ្ចឹងណាអញ្ចឹងឥឡូវខ្ញុំបាន cover សសរខ្ញុំបាន40ហើយក្រោយពីបាន40ហើយយើងអាចដាក់ដៃបានអញ្ចឹងយើងអាចដាក់ដៃបានហើយអញ្ចឹងណាអូខេឥឡូវខ្ញុំបង្ហាញប៉ុណ្ណឹងសោះទាក់ទងនឹងសសរដាក់ cover នឹងការរៀបចំប្លង់ហ្នឹងចាំវគ្គក្រោយយើងដាក់ដែកខ្ញុំ save video មួយ